Ok, sau này nè video này nhóm chạy nhận về cho căn này dương được ní ông pi rồi biết trong pin website xem đã mà lơ screen map đi thì đó này khởi nhớ nè ní cứ chia website សម្រាប់ ចូលប្រព័ន្ធណានេះដល់គ្នាវាមានយីពេលយើង pin មកជាប់ logo បែបហ្នឹងមកតែម្ដងនេះដល់គ្នា logo នេះហើយយើងមិនចាំបាច់ចូលវាយចូល browser បែបនេះចូល browser បែបនេះហើយយើងចូលទៅវាយចុចបែបនេះទេគឺអ្នកដល់គ្នាគ្រាន់តែចុចលើនេះពុបអូខេចុចលើនេះពុបជា logo នេះអ្នកដល់គ្នាឃើញទេ Okay, logo ហ្នឹងចុចបាច់មកវានឹង load ទៅលើនេះតែម្ដងអូខេអញ្ចឹងយើងអាច pin បានទាំងអស់នេះដល់គ្នាសូម្បីតែ YouTube អី Facebook ក៏យើងអាច pin បានទាំងអស់អូខេអញ្ចឹងឥឡូវខ្ញុំនឹងធ្វើបង្ហាញអ្នកដល់គ្នាឥឡូវនេះអូខេឥឡូវខ្ញុំចូលទៅ pin YouTube អញ្ចឹងខ្ញុំចូលមកកន្លែងនេះមួយមកចូលជ្រោមមួយមកអ្នកដល់គ្នាតោះទេអ្នកដល់គ្នាវាយ YouTube អូខេ YouTube លើ keyboard របស់អ្នកដល់គ្នាមកណាអូខេនៅពេល pin វាយពេជ្រអញ្ចឹងមកវាលុបមកដល់ត្រឹមនេះហេអូខេអញ្ចឹងយើង search អីមួយមកដាក់ថា relax អីមួយមកអូខេ relax music អូខេអញ្ចឹងមកអញ្ចឹងអ្នកគ្នាបើកមកឃើញបែបនេះអូខេឃើញបែបនេះអ្នកទាំងគ្នាចង់ស្ដាប់មួយណាឧទាហរណ៍ស្ដាប់មួយនេះស្ដាប់អញ្ចឹងវា load មកអញ្ចឹងបណ្ដោយអូខេ load មកយើងស្ដាប់ទៅ relax ឲ្យវខ្យល់អញ្ចឹងទៅអូខេអញ្ចឹងបើសិនមកអ្នកទាំងគ្នាខ្ជិលចូលវាយបែបហ្នឹងពីភាសាអ្នកទាំងគ្នាអាច pin វាដូចខ្ញុំ pin នេះមក pin មាញ់កន្លែងនេះអូខេកន្លែងនេះអាច pin បែបហ្នឹងអ្នកទាំងគ្នា pin បែបនេះតែចិត្តអាច pin បែបហ្នឹងឲ្យវាឃើញមកធំច្បាស់ដូចapp Telegram app អីចឹងអ្នកទាំងគ្នាអូខេអញ្ចឹងតោះអញ្ចឹងយើងទៅចូលទៅជ្រោមនេះដដែលបាញ់នេះហើយយើងទៅ pin ដើម្បី pin មកអ្នកទាំងគ្នាចូលមកកន្លែងនេះនេះចូលមកកន្លែងនេះមកស្ដាយចូលកន្លែង 3 tray នេះតមកទីអ្នកទាំងគ្នាអូសយក more tool អូខេ more tool អ្នកទាំងគ្នាចុចពាក្យថា create shortcut អូខេ create shortcut មកចុច create shortcut អូខេអញ្ចឹងកន្លែងនេះយើង open as មិនក៏បានដែរមិនas ទេយើង create យកតែម្ដងមកអូខេអញ្ចឹងឥឡូវយើងបិទអានេះចេញមកអ្នកទាំងគ្នាបិទចេញសិនអូខេបិទចេញវាបាននេះ app YouTube មួយលើនេះហើយអ្នកទាំងគ្នាអញ្ចឹងដូចជា app នៅលើទូរស័ព្ទដៃយើងអ្នកទាំងគ្នាយើងអាចធ្វើបានអញ្ចឹងអូខេជាស្រ័យខ្ញុំកាន់ដៃវារៀងញ័រអូខេអញ្ចឹងយើងអាចចុចលើវាមកអូខេចុចពុជមកយើងចង់មើល YouTube អីចឹងណាអ្នកគ្នាចុចលើវាប៉ាច់មកវានឹង load មកដល់ YouTube របស់អ្នកគ្នាលើនេះតែម្ដងអូខេលើនេះអ្នកគ្នាអាចធ្វើការ search ចម្រៀងអីទៅដែលអ្នកគ្នាចង់បានណាអូខេឧទាហរណ៍ song អូខេឧទាហរណ៍ song វា load មក song បែបនេះតែម្ដងយើងអត់ចាំបាច់ចូលវាយផ្សេងទៀតទេមួយទៀតអ្នកគ្នាអាច pin យើងអាច pin Facebook យើងអាចវាយ Facebook មកអញ្ចឹង Facebook អូខេ Facebook បែបនេះអ្នកនរគ្នាយើងអាច pin វាទៅជា app ដូចគ្នាធ្វើដូចបាញ់មកចូលកន្លែងនឹងដដែលអ្នកនរគ្នាចូលមក more tool អ្នកនរគ្នានឹងឃើញអ្វីដែលប្លែក more tool ហើយចូល create shortcut អូខេចុច create អូខេអញ្ចឹងខ្វែងទៀតមកអូខេអញ្ចឹងអ្នកនរគ្នាឃើញអត់មាន Facebook មាន YouTube មានអីផ្សេង website ផ្សេងទៀតដែលអ្នកនរគ្នាចង់ធ្វើអ្នកនរគ្នាអាចធ្វើបែបហ្នឹងបានចឹង app ស្រេចដែលយើងមិនចាំបាច់ចូលទេយើងចូល Facebook លើនេះមកមានរត់ទៅកាន់ Facebook ដែលយើងបើសិនមកអ្នកនរគ្នា login កន្លែងនេះជាប់ស្រេចគឺពី load ដល់ Facebook មកអ្នកនរគ្នាតែម្ដងគឺវាមានភាពងាយស្រួលមែនតើអូខេអញ្ចឹងអ្នកនរគ្នាអាចធ្វើការ pin website ផ្សេងដែលអ្នកនរគ្នាចង់ធ្វើដូចខ្ញុំធ្វើ website នេះគឺសម្រាប់បញ្ចូលប្រព័ន្ធការងាររ៉ាញ់ធូអីចឹងណាអ្នកនរគ្នាអញ្ចឹងអាច pin បានលើនឹងដូចគ្នាគឺយើងគ្រាន់តែចុចលើរូប app ហ្នឹងមករូប website ហ្នឹងមក logo website ហ្នឹងមកវា load ចោលដល់ហើយបើសិនមកអ្នកនរគ្នាចុច user login password ផាអីវានឹងជាប់លើនឹងស្រេចអញ្ចឹងណាវាមានកន្លែងជ្រើសរើសចង់ចាំអីចឹងអូខេចឹងអូខេវីដេអូខ្លីរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នាពាក់ព័ន្ធនឹងរវាងការ pin website ផ្សេងដាក់លើ screen នៃ computer របស់យើងអូខេចឹងអរគុណអ្នកនរគ្នាសម្រាប់ការចំណាយពេលវេលាតាមដានទស្សនាខ្សែវីដេអូរបស់ខ្ញុំហើយជាចុងក្រោយអ្នកនរគ្នាកុំភ្លេចចុច subscribe ចុច share វីដេអូរបស់គ្នាបាយបាយអ្នកនរគ្នាជួបខ្ញុំខ្សែវីដេអូក្រោយ